ងងុយហើកូនទៅសម្រាប់តែបងកុំបារម្ភនឹងពុកអីពុកបានស្រួលឡើងវិញហើយកូនទៅសម្រាប់ចាបងខ្ញុំមិនចង់ស្លាប់ទេខ្ញុំមិនចង់ស្លាប់ចោលកូនស្រីខ្ញុំទេបងមានរឿងអីហ្នឹងបងម៉ាយេហើយម្លាក់អីហ្នឹងចាំទៅជូតឲ្យបងហេតុអីក៏ជូតមិនជ្រះនេះគឺជាគំនុំសង្ខាររបស់ពុកហើយគំនុំសង្ខារយ៉ាងម៉េចទៅបងបើវល់បើគំនុំនេះមានគ្រប់3ពុកនឹងត្រូវស្លាប់ចោលពៅហើយបាត់ថតបងហេតុអីក៏មានរឿងបែបនេះទេបើមិនអាចពុកឃ្លាតណាទេជូតវាចាញ់តែជូតវាចាញ់តែគ្មានសង្ឃឹមទេកូនព្រោះនេះជាបណ្ដាសារបស់អរិយទេវតាអរិយទេវតានោះគឺជាស្អីទៅបងហេតុអីក៏បងតែបណ្ដាសារបស់គេក៏ព្រោះតែចង់បានផ្កាម្លិះលានេះឲ្យកូនណាកូនបាត់ធោតបប្រុសតែពេលតែបណ្ដាលឪពុកមានគ្រោះភ័យតើកូនមានវិធីអ្វីដើម្បីសង្គ្រោះពុកបានអរិយទេវតានោះបានដាក់កម្រិតថាបើពុកយកស្រីពុំចារីម្នាក់ទៅបូជាឲ្យដើមម្លិះលានោះទើបពុកអាចរស់រានមានជីវិតវិញបានបងប៉ុន្តែស្រីពុំចារីនោះមិនមែនជាពើទេស្រីប្រនចារីនោះគេត្រៃតែរូបកានបងអរិយភ្នំយើងបានចំណៃឆ្ងាញ់ទៀតហើយជ័យលមួកសាច់ប្រហែលជាផ្អែមអស់ចាស់ហើយហើយទេបានជាយើងស៊ីវាមិនបាននេះមិនបានទេព្រោះវាជាស្រីគ្រប់លក្ខគាត់ទេចាំទៅ
នាងកំភៃខ្លាចអីគ្មាននរណាមកយាយីដល់ជីវិតនាងទេឯងជានរណាយើងជាអរិយទេវតាថែរក្សាវិមាននេះលោកអរិយទេវតាខ្ញុំចូលមកបូជាជីវិតចំនួនអ្នកមានគុណហើយសូមលោកមេត្តាកុំឲ្យគាត់មានបាបកម្មតទៅទៀតអីខ្ញុំយកជីវិតមកបដោតនឹងគាត់មិនអីទេឲ្យតែនាងព្រមរស់នៅទីនេះថែរក្សាចិត្តស្មោះត្រង់ជាមួយនឹងយើងឪពុកនាងនឹងមានសេចក្តីសុខជារៀងរហូតនាងបរិភោគអាហារនេះចុះទេខ្ញុំអត់ឃ្លានទេកុំខ្លាចទីនេះគ្មានអ្វីអាក្រក់ដែលនាងគួរឲ្យភ័យខ្លាចនោះទេពេលនេះខ្ញុំមិនស្រែកឃ្លានអ្វីទាំងអស់បីចង់បានតែម្យ៉ាងតែសូមឲ្យលោកឪពុកខ្ញុំនៅមានជីវិតនៅលើโลกនេះផងបើនាងមិនជឿចិត្តខ្ញុំទេចូលពៅដើរតម្រង់ទៅកញ្ចក់ទឹកវានឹងបង្ហាញមហិទ្ធិឫទ្ធិឲ្យពៅឃើញភ្លាមបងខ្ញុំមានជីវិតនៅឡើយទេម៉េចពៅបានស្ងប់ចិត្តហើយមែនទេអរគុណលោកអរិយទេវតាហើយដែលបានទុកជីវិតឲ្យអ្នកមានគុណរបស់ខ្ញុំលោកចង់ឲ្យខ្ញុំសងគុណដល់លោកវិញបែបណាតបទៅយល់ព្រមដែរបាននាងចង់តបស្នងសងគុណដល់យើងមិនពិបាកទេនាងគ្រាន់តែរស់នៅក្នុងវិមានម្លិះលៀននេះឲ្យបាន3ព្រះវស្សាទៅយល់ព្រមខ្ញុំយល់ព្រមទាំងអស់បើអញ្ចឹងនាងបរិភោគអាហារនេះចុះខ្ញុំរងចាំបម្រើនាងគ្រប់ពេលទាំងអស់យកតាមម្លិះយកមកចងសក់ឲ្យនាងឡារៈទេវតាឡើងខ្ញុំស្មោះត្រង់នឹងនាងណាខ្ញុំមិនបានធ្វើអ្វីខុសឆ្គងឡើយលោកអរិយទេវតាការពិតលោកមិនគួរឲ្យខ្លាចបើខ្ញុំបានគិតទុកនោះទេខ្ញុំចង់ឃើញថាតើលោកមានមុខមាត់យ៉ាងណាមិនក៏លោកមិនបង្ហាញមុខឲ្យខ្ញុំបានឃើញផងបើមិនខ្លាចអ្នកទេមុខមាត់និងរូបរាងកាយរបស់ខ្ញុំអាក្រក់ណាស់ពៅពុំអាចទ្រាំទ្រនឹងការមើលឃើញរូបរាងកាយដ៏អាក្រក់របស់ខ្ញុំបានទេបានអ្នកអាក្រក់តែរូបកាយប៉ុន្តែចិត្តអ្នកល្អគ្មានអ្វីគួរឲ្យពៅភ័យខ្លាចទេជឿចុះពៅមិនខ្លាចអ្នកទេបើពៅតាំងចិត្តបែបនេះទៅហើយខ្ញុំយល់ព្រមតាមបំណងរបស់ពៅទៅចុះជឿចុះខ្ញុំប្រកាសជាឈប់ខ្លាចមែនណា